Hi guys, I'm here at Myanmar. We're gonna try some Vietnamese street food here. I heard they serve really good, so gonna check it out. Guys, look at the menu. Very good menu, very big menu here. This is how sugarcane juice are made. Guys, look at that. Fresh. This is where they do the cooking, you guys. That's the kitchen right there. The congee. And that's the fish cakes right there, you guys. Oh, look amazing. Congee. And this is the spring roll. Hi guys, my name is Lee Tuan. I'm here with a good friend, Paul. We're gonna have lunch at Myanmar here. This place serves really good food. As you can see, this is the congee with the inner organs and with the it looks like a pig blood as well here. Yeah, I love this stuff. And this is the Vietnamese street food. It looks amazing. I saw it before, so I thought I'd give it a try. And this is the sugarcane juice. They make the best. Serious, the best. Sugarcane juice with just a little ice with kumquat in it. That's the way to go. It's freshly made. Mr. Paul, it's for you. Bây giờ mà nhóm mà hai nhóm má đang ói một lại tình dễ ói lắm một. បងប្អូននេះជាតារាពីដើមហើយជាមិត្តភក្តិល្អដែរបាទសុផលនួន ស្គាល់បងស្គាល់បងតាំងពីមកពីដំបូងមកដល់នេះបងស្វាគមន៍នេះតាំង family ហ្មង អរគុណដែលបានជួយខ្ញុំថ្ងៃនេះបាទកន្លែងនេះមានបបរឈាមជ្រូកឯឆ្ងាញ់បងប្អូននេះបបរឈាមជ្រូកហើយមានអានេះ សាច់តៅហ៊ូឯតៅហ៊ូ ទឹកស្អីនេះទឹកអូកាពិបាទទឹកកាពិ តៅហ៊ូទឹកកាពិ បាទហើយ fish cake ចុះបងឲ្យគេសាចុះបើគេនៅឆ្ងាយបានឲ្យសាដល់បងតើអ្នកនៅយើងនេះមកសាកើតមកនេះហ្នឹងពេលបងប្អូនបានអញ្ជើញមកកន្លែងខែ Great Wall ហ្នឹងបាទអាចបញ្ញាំជាមួយពួកខ្ញុំបានខ្ញុំឲ្យបងប្អូនក្នុង YouTube ឲ្យដឹងហើយថាគេហៅហ្នឹងមកញ៉ាំបានអត់នៅខ្មែរនេះនោះបើនៅនេះអត់អីនៅស្រុកនៅរត់នេះបានទៅស្រុកខ្មែរទៅOh, thank you very much. Wow, it looks amazing. ពងមាន់ឡើងថ្លៃញ៉ាំពងទាម្ដងពងទាកូនបងមាន់ពងទាថ្លៃទៅទៅណាបងពីច្រើនបាទស្រុកនេះគេញ៉ាំពងមាន់ច្រើនជាងពងទាអញ្ចឹងបាទពងទាគេក្រស្រុកអាមេរិកបើញ៉ាំពីពងលក់នៅ Costco ហ្នឹងពីពងមាន់ទាំងអស់បាទពងមាន់ទាំងអស់ចុំវាយអញ្ចឹងមិនដឹងសោះនេះបើយកដឹងសោះបាទស្រុកអាមេរិកគេអត់ពីច្រើនពងទៅរកពងទាក្រអត់មានទេបើថាទៅផ្សារអមេរិកាំងគេអត់លក់ហ្មងគេលក់តែពងមាន់ទេបាទដូច្នេះហើយបានឆ្ងាញ់បានរស់អីហ្នឹងដោយសារផ្សារអាស៊ីយើងនេះបាទផ្សារវៀតណាមខ្មែរលាវក៏ដូចគ្នាដែរគឺបបោហ្មងមានបងប្អូននៅខ្មែរមួយចំនួនណាមិនថាទាំងអស់ទេតែគាត់ស្គាល់នៅអាមេរិកគាត់ថាស្គាល់ស្រីខ្ញុំថាបងនៅហ្នឹងគេមានលក់ម្ហូបខ្មែរហ្នឹងណាគេមានទាំងអស់ហ្នឹងស្អីក៏មានដែរតាំងពីដើមគាត់ណាយើងទៅកន្លែងណាយើងចង់បានអីចុះគាត់នឹងស្មានថាអ្នកនៅនេះចូលញ៉ាំនំប៉័ងណាមិនអញ្ចឹងណាបាទតែអត់ទេកន្លែងណាក៏មានម្ហូបអាស៊ីអញ្ចឹងដែរហើយអរគុណដើម្បីការគុំមនុស្សអរគុណដែលបងប្អូនដែលបានធ្វើការនៅតាមផ្សាររោងចក្រដែលបានបញ្ជូនម្ហូបឆ្ងាញ់ល្អបានដល់ពួកខ្ញុំនៅស្រុកកែវបាទអរគុណបងប្អូននៅតាមជនបទគ្រប់ទីកន្លែងដែលបានបញ្ជូនម្ហូបមកខាងទ្វីបអឺរ៉ុបនៅអាមេរិកស្រុកគ្រប់កន្លែងហ្នឹងពេលបើមិនមានបងប្អូនខ្មែរនៅខាងនោះក៏មិនអាចយើងបានឃើញម្ហូបនេះដែរអរគុណច្រើនមែនទែនវិញមកអានសំខាន់ចំការគឺជាសហការគ្នាបាទអ្នកស្រែចំការពួកយើងហ្នឹងគឺថាណែសំទោសអ្នកស្រែចំការបងប្អូននៅស្រុកខ្មែរនៅប្រទេសអាស៊ីគឺជាអ្នកមឿនគុណចំពោះពួកខ្ញុំបាទបានមកហូបបើអត់មានពួកគាត់ក៏យើងអត់មានញ៉ាំបាទញ៉ាំទៅចូលបងប្អូនខ្ញុំទៅវាស្រោតតិចហើយបាទនេះបងផលក៏ទៅមុនណាអ
nhưng mà thói này là bao nhiêu đại ngõ hoa này So the congee is fantastic, you guys. Let's try the balut. So Paul, please dạ bằng try. ra muốn So how's it's good mà good? Very good. good Oh, the congee is fantastic. He likes it. I like it. Chừng bang pon. Mi krương không bơ cái này. bơ bò sông tôm nhắm nhóm bơ nó bò nhắm á bạch chua tay của anh nè ta đến tập ba mọi người Vâng. thì mi thu chết bao kì នេះហើយទឹកពៅនេះគេធ្វើស្រស់មកគេបាទគៀបយ៉ាងនេះមិនដឹង បងchia sẻ hai nhưng mà từ nhầm nó đặt vô từ cái mưa mót nữa màបងmót là từ túp ấy nè đặt nhầm đâu nhầm vô mà នោះឆ្កាញ់ប្រទេសបាទឆ្កាញ់ rất mà nhanh nhỉ បាទ việc surprise là mồm វ៉ាវ 4 muỗng á So this fish cake you guys is the best. Got everything so បង good. ញ៉ាំនេះណាបងញ៉ាំនេះណា អត់តន់សាដែរជាមួយសាទី សាណា And this is the បង shrimp បាទជឿន this one is shrimp paste that I don't think it needs it. Wow. That is good. That is awesome. God, this is amazing, you guys. I wish you can join us. បងcoi à nó mà hay Wow. God, the food is amazing, you guys. nhanh Yes. This is packed with perfect seasoning, the salt, the lime. Yeah, it's packed with flavors. Từ 20 nhắm mà canh chứ nhỉ សំទោសបងប្អូនខ្ញុំនិយាយអង់គ្លេសផងខ្មែរផងដើម្បីបងជួនបរទេសគេបានស្ដាប់បានដែរបាទសូមកាន់ Try this one here. bọn gió nhắm muốn nhắm đó sao bà hỏi អា này នេះណាអានេះវាឲ្យពីរចាំមួយ Wow, that's huge. Oops, it breaks already. Oh my goodness, đây của anh that is so good. And they peel for you already. That's a balut, guys. Balut, the duck egg. nhóm bọn cái gì trong tay tôi một hộp cái một hộp ở đó bữa sinh nhưng tục vú á của vị lò này ô để tục lên khập áo với nhắm trong chữ phút nhất đó lớn nhất sao tàu hùa chết bò đây nhắm lên từ môi này That's a big piece of egg. bò lên từ môi à Now with the moon. បាទ street food ប្រគេនឆ្ងាញ់មែនទែននិយាយចឹងនឹកឃើញនឹក street food របស់ខ្មែរយើងបានពួកនិយាយថាធ្លាប់ដើរញ៉ាំច្រើនកន្លែងហ្នឹងប៉ុន្តែតាមជនបទចង់អីអាហ្នឹងកម្រោខ្ញុំលើកក្រោយពេលទៅលេងស្រុកខ្មែរស្រុកយើងហ្នឹងខ្ញុំចង់ដើរញ៉ាំតាមអញ្ចឹងវាឆ្ងាញ់ណាស់ đây mai bao nhóm đường tật mai á បាទ nhưng đến bên phía trong đà là khang mặt buồn ở đây tôi bị thọt ôi điên mà nó mình đây ហើយយើង một ថតដូច máy គ្នា lo lo chơi nó bỏ បាទ lanh nhăn của ăn bên đam nó bên đây lục gớt នៅចាំពេលចប់ក្នុងវីដេអូនេះខ្ញុំនឹងដាក់ឈ្មោះសប៉លហើយនឹងសប៉លនួនបាទហើយដាក់នៅ link គាត់សូមជួយ subscribe គាត់ផងបាទ Facebook គាត់អីហ្នឹង អរគុណច្រើន nè sờ bạ ហ្នឹងហើយ rồi nè lên bây giờ tới hình như mới thôi nè lên sờ bạ vì cái lòng màu អ្នកលេងសិល្បៈពីឡងមក nè sầm dài như nè lên sờ bạ
mới vậy mới Nè sầm đai nữa. nè sầm đai này tua con cái mình phía trên dương vậy là việc mấy xong là cái đạp từ sắm តារានិយាយតារាថតកុនពីដើម ហ្នឹងគឺមានអ្នកតារាហ្នឹងឯង បាទ បាទអ្នកសំដែងតាមបើយើងចង់ហៅប៉ុនយ៉ាងណាវាជាការងារមួយយើងគាត់ឡងកាត់មកវាជឿប៉ុនសម្រាប់យើងដែរបង បាទ តែមកដល់ស្រុកនេះការមកដំបូងយើងទៅដើរជ្រៀងដែរ បាទ ទៅជ្រៀងទៅស្ទេតដែរនឹងជាដំបូងសូមអរគុណដល់បងប្អូនមើលទៅមាន Facebook ដែរតែមិនសូវបានជាអរគុណកាយមកដំបូងបើសិនជាបងប្អូនបានឃើញរូបខ្ញុំនៅពេលនេះកាលពីឆ្នាំ2004ខ្ញុំមកដំបូងដើរជ្រៀងច្រើន បាទ តែយើងក៏មិនបានមាន Facebook លំលេតែយើងបានទៅជ្រៀងក៏ស្ទើរតែយើងអត់ចាំតែ បាទ អរគុណបងប្អូនដែលធ្លាប់ឲ្យលុយខ្ញុំពីធីបវាច្រើនកន្លែង1រៀល1ដុល្លារ100 200គ្រប់ទិសទីទាំងអស់អរគុណច្រើនមែនទែនមិនដឹងថាបងប្អូនណាអាចនឹងចាំមកអស់ទេតែអាចចាំបើយើងមិនបានជួបគ្នាយូរដែរហើយចូល20ឆ្នាំទៅ20ឆ្នាំជាង បាទបាទ ចឹងថានឹកខ្លាំងមែនទែនបងប្អូន ចង់ គ្រប់កន្លែង ផលមានចង់ប្រាប់បងប្អូនថាធ្វើការកន្លែងណាអីទេអត់ទេ អត់អីទេកិច្ចការងារបាទមិនអីទេបាទ សូមបាទតាមគាត់តាមបាទ Facebook បាទ បាទ ហ្នឹងហើយ បាទថាអរគុណបាទបងបានបងហៅមកជួបជុំបងប្អូនបានឃើញតាម YouTube បាទ បាទខ្ញុំជំរាបលាគឺនេះបងប្រូដល់ល្អនួនសផលបាទ តែបងក៏ជាបងប្អូនដ៏ល្អមែនទៅតាមមកនិយាយទៅមកដល់វិញដំបូងខ្ញុំជំរាបបាត់ប្រាប់បងថាមកដល់ខ្ញុំទៅចាំបងហើយទៅដល់ពេលឃើញបងហៅសុំតនៅឃើញអូនៅឃើញមិនតែបងនឹងមកគ្រួសារទាំងបងប្អូនទាំងឯងចងចាំមកពេលវេលាមួយហ្នឹងគាត់ថាក្រោយមកយើងចេះស្គាល់គ្នារាប់អាននេះនឹងទៅតរហូតមក បាទដូចបានសផលបានជម្រាបក្នុងវីដេអូមួយមុននោះបាទគាត់ថាបងប្អូនខ្មែរនៅប្រទេសក្រៅគឺចូលចិត្តឲ្យស្រឡាញ់នេះសិល្បៈ គ្នាបងជួយគ្នាបាទចំណុចយើងខ្មែរយើងទោះបីថាបេះដូងមិនកុំពេលមួយថាបេះដូងគឺល្អមកហើយទៅលើខ្មែរយើងទៅជួយលោកសុខ តែប្រទេសមិនថាទៅប្រទេសណា បាទខ្មែរយើងស្រឡាញ់គ្នាអត់តែយើងជាសហការស្រឡាញ់គ្រប់តែកន្លែងសំខាន់ណាស់ បាទ បាទដោយបងថាបើយើងអត់មានបងប្អូនខ្មែរនៅស្រុកខ្មែរជនបទទេក៏បងប្អូននៅស្រុកក្រៅមិនអាចស្គាល់រសជាតិម្ហូបរបស់ខ្មែរណាមួយចំនួនដែរហើយគាត់ខំមកធ្វើដាំបន្លែដើម្បី គាត់ហ្នឹងហើយខ្ញុំឃើញវីដេអូខ្លះដែរដែលបងប្អូនគឺគេអ៊ំចាស់ទុំនឹងគាត់លក់ម្ហូបអាហារខ្ញុំអត់ទាន់មានឱកាសទៅដូច្នេះបងប្អូនបានទៅថត YouTube ឬក៏ដើរលេងតាមជនបទនោះឃើញពួកគាត់លក់ដូរសូមជួយចែកចាយគាត់ផងបានបើថ្ងៃក៏លក់បានប្រហែលទេ បាទ ដូច្នេះបាន ខ្ញុំសំណោះទៅ បាទជូនលើសដែលដែលគាត់ដូចថាសម្រាប់ម្ហូបមួយថ្ងៃហ្នឹងលក់សម្រាប់បានម្ហូបមកបាយមួយថ្ងៃថ្ងៃដូច្នេះបងប្អូនអាចជួយគាត់បន្ថែមបន្តិចបន្តួចនឹងក៏ល្អមែនទេបាទ បាទនឹងវាទៅតាមចិត្តដែរបងអ្នកខ្លះពួកគ្នាគ្មានលទ្ធភាពណាក៏មានលទ្ធភាពណាព្រោះថាអ្នកដែលគេមានលទ្ធភាពជួនកាលដើរក៏មិនសូវជប់ដែរ បាទ ឬមួយក៏អត់សូវបានខ្វៀងដែរ ហ្នឹងហើយ បាទព្រោះតែ អត់សូវបានទៅ បាទ ជួបនិយាយបាន ជួបអាចៃដន់លក់អញ្ចឹងណា តែបានអានេះគឺល្អមែនទេខ្មែរស្រឡាញ់ខ្មែរយើងគ្នា ខ្មែរយើងមិនសូវជារើសអើងអញ្ចឹងយើងឃើញចិត្តទៅសំណោះជួយតែឲ្យនេះឲ្យនោះថែមនឹងទៅ ឃើញអញ្ចឹងសប្បាយចិត្តលើខ្មែរខ្ញុំឃើញមួយចំនួនធ្វើអញ្ចឹង យើងឃើញទៅវីដេអូរបៀប ហើយទាំងសាសគេក៏បានធ្វើអញ្ចឹងដែរបាទ បាទនេះជាការជួយបង្ហាញពីទឹកចិត្ត ហ្នឹងហើយ យើងបានថាជួនកាលបើយើងមានលុយឲ្យបានអាកណិតមួយហ្នឹងណាមនុស្សយើងអត់ចេះស្រឡាញ់ទេបើយើងចំខ្មែរយើងមិនថាជនជាតិណាទេបងមនុស្សពិភពលោកត្រូវការអាក្តីស្រឡាញ់ហ្នឹង ហ្នឹងហើយ យើងមិនថាខ្មែរថាអត់តែយើងមានក្តីស្រឡាញ់មួយហ្នឹងណាយើងទៅនៅទីកន្លែងណាក៏មានក្តីសុខដែរ បាទ បើមានលុយឲ្យមានអាហ្នឹងមានន័យអីថ្ងៃក្រោយអស់ បាទត្រូវហើយ អស់លុយទៅលើទៅឈ្មោះគេស្អប់ទៀតវាចឹងណាបងចុះឲ្យបងធ្លាប់ធ្វើល្អមួយបងអូនហ្នឹងគឺថាជួយបងអូននេះជួយបងអូននោះធ្វើម្ហូបឲ្យបងអូនញ៉ាំបងខ្វះខាតជួយដែលអាចធ្វើបាន ការចង អា ចាំ ហ្នឹងបាទអាហ្នឹងអត់ពេកបានទេ បាទ វាមិនចាំបាច់ថារាប់លានរាប់សែនតែក្តីស្រឡាញ់ការជួយសំខាន់ណាស់បងបានជួនកាលដូចបងមានប្រសាសន៍មានថាការដែលឲ្យនេះវាអាចល្អមែនប៉ុន្តែគាត់ណាតាមពេលវេលាដែរអ្នកខ្លះក៏គាត់មានអ្នកខ្លះក៏គាត់មិនមានដែរ បាទបាទ តែការចែកមិនដែលយើងឲ្យគ្នានឹងវាពិសេសមិនថាជាតិសាសនាទេសម្រាប់ខ្ញុំវិញមិនថាខ្មែរមិនថាសាសស្អីស្អីសម្រាប់សត្វក៏ខ្ញុំឲ្យចំណីវាដែរ បាទ និយាយមែនថាខ្លួនឯងល្អបើនិយាយថា
គ្នាពេលគ្នាទៅការយើងឲ្យទៅ បាទ កុំគិតថាបានឲ្យទៅយើងសុបាយចិត្តខ្ញុំមានអសុំទេមកទៅយើងនេះណាដល់ទិញបីជើងឲ្យទៀតប៉ុន្តែហ្នឹងវាទៅតាមយើងធ្វើបានដែរពេលយើងធ្វើមិនវាអត់ដែរបើយើងមិនបានទេក៏យើងដើរចេញទៅ បាទត្រូវហើយគាត់ថានៅប្រទេសខ្លះប្រទេសផ្សេងខ្លះដែលមានការនិយាយទៅពីការរីកចម្រើនខ្ញុំចង់និយាយថាពីការរីកចម្រើនស្រុកខ្មែរលើក៏រីកចម្រើនខ្លាំងដែរ ច្រើនមកច្រើន ប៉ុន្តែក៏នៅមានអ្នកក្រច្រើនមិន អ្នកក្រធម្មតាទេហ្នឹងវាហើយអ្នកដែលដឹងពីការរស់នៅក៏ដឹងតិចដែរដឹងតែអ្នកដែលគេមានទូរស័ព្ទជួនកាលអ្នកមានទូរស័ព្ទក៏អត់មានចេះប្រើ ហ្នឹងហើយហ្នឹងហើយ បាទវាកាគ្នាមើលរបស់ទៅអត់ដឹងថាប្រើយ៉ាងម៉េចដែរឥឡូវមិនតែនិយាយបើអីសម័យតែខ្ញុំនៅនេះរាប់ឆ្នាំជួនកាលផ្លូវខ្ញុំបើកទៅវិញអានៅនឹង20ឆ្នាំវិញវាចឹងបាទជួនកាលតើយើងដឹងយើងសាជាយើងដើរទៅយើងសិក្សាមកយើងដឹងដូចគ្នាដូចឧទាហរណ៍ថាបងយើងគេមិនស្គាល់បងគេវានិច្ឆ័យចេះសម្រាប់ខ្ញុំស្គាល់បងអញ្ចឹងណានិយាយថាបងមិនខ្ញុំដឹងថាបងពណ៌អីសបល់អីយ៉ាងម៉េចប៉ុន្តែអានឹងវាចង់និយាយថាជារឿងទូទៅថារាល់ថ្ងៃយើងទៅមិនអាចវានិច្ឆ័យទៅសបល់ក្រៅទេបាទយើងជួបគ្នាយើងឲ្យសេចក្តីល្អគ្នាយើងធ្វើស្អីល្អគ្នាអាហ្នឹងយើងចេះតែជួបទៅល្អហ្នឹងឯងបើយើងធ្វើល្អយើងចេះតែជួបគ្នាហ្នឹងឯង បាទឥឡូវចម្លៀគេណា បាទឥឡូវ អរគុណនេះសិន បាទ Well, thank you guys. Thank you so much for watching. I appreciate your company. And again, this is Lee Tuan. This is Paul. Please follow him on Facebook. I'll put the link below. មិនទេ Facebook គាត់ទៅបានខ្ញុំអត់ធ្វើលេង Facebook ហ្នឹងទេបាទចាំពេលក្រោយ អរគុណបងប្អូនដែលបានចូលរួមខ្ញុំបាន តែបើសិនស្រឡាញ់ចូលចិត្តពួកខ្ញុំពេលឱកាសក្រោយនឹងធ្វើវីដេអូល្អជូនបងប្អូនបន្តមកទៀតសម្រាប់ខ្ញុំអត់សូវចេះធ្វើខ្ញុំនិយាយតាមអារម្មណ៍ធម្មជាតិរបស់ខ្ញុំហើយក៏មិនសម្ដែងនិយាយជារកស៊ីនហើយលើកទី2វីដេអូសង្កេតថាពេលក្រោយនឹងមានធ្វើអីប្លែកៗបងប្អូនចាប់អារម្មណ៍មើលតទៀតហើយជាពិសេសជូនពរបងប្អូនគ្រប់ទីកន្លែងឲ្យសម្រាមល្អសុវត្ថិភាពគ្រប់ទីកន្លែងហើយមានក្តីស្រឡាញ់មានធម៌ក្នុងខ្លួនជានិច្ចជីវិតរបស់យើងនិងមានក្តីសុខគ្រប់ទី